តែគឺសម្រាប់តែបងប្អូនណាដែលគាត់ថាគាត់ខ្សោយជើងគាត់ចុកជើងគាត់ធ្វើការជាមួយជើងច្រើនណាអញ្ចឹងគាត់អត់ចូលចិត្តឈរទៀតអីអញ្ចឹងណាហើយគាត់អត់សូវដូចថាអត់សូវមានកលាំងមានអីអញ្ចឹងគាត់អាចហាត់របៀបអង្គុយអញ្ចឹងដែរហើយឬក៏បងចាស់ដែលគាត់មានបញ្ហាអីអញ្ចឹងទៅគាត់ចង់អង្គុយវិញព្រោះអីអង្គុយស្រួលសម្រាប់គាត់ណាអញ្ចឹងនេះក្បាច់នេះជាក្បាច់អង្គុយហើយចូលពោះខាងលើអូខេឥឡូវយើងចាប់ដើមណាចូលខាងលើដូចគ្នាយើងលើកដៃមកណាដងហាមចេញបើតាមច្រមុះដងហាមចេញបើតាមច្រមុះមកវិញដងហាមចេញបើតាមច្រមុះមកវិញហូតចេញហើយពេលបងប្អូនធ្វើហ្នឹងកុំភ្លេចប្រឹងពោះដូចគ្នាណាចាវិធីប្រឹងពោះធ្វើម៉េចដូចយើងกระดาษពេលយើងតែกระดาษយើងក៏ឬយើងក្អកពេលយើងក្អកយើងមិនតឹងក្បាលពោះមែនទេយើងតឹងក្បាលពោះហើយបាក់ពោះយើងមិនលឹបចូលទៅក្នុងនេះជាវិធីទប់ក្បាលពោះអញ្ចឹងដូចគ្នាអញ្ចឹងបងប្អូនដងហើមចេញឬក៏បងប្អូនក្អកឬក៏បងប្អូនកระดาษអញ្ចឹងណាឥឡូវយើងដងហើមចេញពេលចេញខ្យល់ចេញអស់ហើយពោះយើងភើតចូលក្នុងអញ្ចឹងបងប្អូនត្រូវទប់ពោះរហូតរាល់លំហាត់ប្រាណអីក្បាលពោះគឺត្រូវតែទប់ពោះរហូតមិនថាក្បាលពោះឲ្យដៃជើងគូតអីដែលបងប្អូនហាត់ណាគឺត្រូវទប់ក្បាលពោះរហូតអូខេយើងចាប់ដើមទប់ក្បាលពោះយើងទៅទៀតដងហាមចេញបូកហាមចូលដងហាមចេញបូកហាមចូលតាមច្រមុះដងហាមចេញតាមមាត់បូកហាមចេញតាមច្រមុះហើយមានមួយទៀតឲ្យចូលពោះអញ្ចឹងដូចគ្នាខាងលើដូចគ្នាដោយយើងធ្វើជាមួយជង្គង់ម្ដងអូខេខ្ញុំពេលខ្ញុំធ្វើខ្ញុំតែងតែចេះដើម្បីអីដើម្បីស្កត់ពោះខ្ញុំឲ្យវាកាន់តែចូលក្នុងពោះខ្ញុំអញ្ចឹងណាហើយពេលអង្គុយអញ្ចឹងវាមានសាច់នេះច្រើនបន្តិចតោះមកទៀតអូខេក្បាច់ហ្នឹងដែរបងប្អូនអាចធ្វើ20 30ដង20ដងឬក៏30ដងហើយធ្វើឲ្យបាន3ទៅ4ជុំធ្វើជាប្រចាំបងប្អូនអាចធ្វើមួយអាទិត្យ5ដងឬ6ដងឬក៏បងប្អូនធ្វើមួយថ្ងៃម្ដងមួយថ្ងៃតែបើបងប្អូនមានក្បាលពោះធំគួរតែធ្វើ5ទៅ6ដងសិនទៅតម្រាំមកមានក្បាលពោះទូចដូចខ្ញុំចាំបងប្អូនថារវល់ចាំមួយថ្ងៃម្ដងមួយថ្ងៃទៅអញ្ចឹងណា